សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយចាថ្ងៃនេះគឺខ្ញុំឆាក្តៅកង្កែបបងប្អូនចានេះគឺកង្កែបរបស់ខ្ញុំចាសម្រាប់កង្កែបនេះគឺចំនួន1គីឡូចា1គីឡូបានតែ4ក្បាលទេចាហើយតម្លៃវិញ25,000ចាហើយអានេះគឺខ្លាញ់វានេះបងប្អូនខ្លាញ់ល្អហើយពងវិញចានេះពងណែនពោះសម្រាប់គ្រឿងផ្សំមានគល់ក្រីទេឆ្អើរស្លឹកក្រូចសើចរំដេងរមៀតស្លឹកម្រះព្រៅចាខ្ទឹមសអានេះម្ទេសបងប្អូនចាសម្រាប់ម្ទេសហឹលយើងនេះបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានចាហើយប្រេងខ្យងស្ករសទឹកត្រីចាអានេះគឺម្សៅស៊ុបខ្នុរហើយនឹងប៊ីចេងបងប្អូនគឺខ្ញុំយកកង្កែបនេះយកទៅកាប់វាជាដុំបងប្អូនចាហើយសម្រាប់ខ្លាញ់នេះខ្ញុំយកដែរខ្ញុំអត់បេះចេញទេបងប្អូនខ្លាញ់ហើយនឹងពងរបស់វាហ្នឹងយើងអាចញ៉ាំបានចាបន្ទាប់ពីខ្ញុំបានកាប់កែបជាដុំរួចរាល់ហើយចាឥឡូវខ្ញុំចាប់ផ្ដើមឆាតែម្ដងចាខ្ញុំដាក់ប្រេងឆាបន្តិចចាហើយដាក់ម្ទេសឆ្អើរចាឆាវារៀងក្រហមតិចមកហើយខ្ញុំដាក់គល់ក្រីចាមានរំដេងរមៀតស្លឹកក្រូចសើចហ្នឹងណាបងប្អូនចាគ្រឿងផ្សំហ្នឹងគឺយើងដាក់ចូលមកចាដាក់ទាំងអស់មកឆាវារៀងឈ្ងុយតិចណាចាឥឡូវគ្រឿងខ្ញុំបានឆាទៅវាឈ្ងុយចាឈ្ងុយបានល្អហើយខ្ញុំដាក់សាច់កែបចូលបងប្អូនចាហើយយើងឆាសាច់កែបជាមួយនឹងគ្រឿងក្រៅហ្នឹងចាឆាវាមកណាឆាអញ្ចឹងណាបងប្អូនចាពេលយើងឆាអញ្ចឹងបើខ្ទះយើងវាចង់ខ្លោចវាស្ងួតយើងអាចលួចទឹកបន្តិចណាបងប្អូនចាដាក់ទឹកបន្តិចទៅដើម្បីកុំឲ្យខ្ទះនឹងវាខ្លោចចាយើងដាក់ទឹកបន្តិចទៅហើយឆាវារហូតដល់សាច់កែបនឹងបានឆ្អិនល្អអីហើយចាំយើងដាក់គ្រឿងផ្សំចូលកែបខ្ញុំបានឆ្អិនហើយចាសាច់វាចាឥឡូវខ្ញុំដាក់គ្រឿងផ្សំមានទឹកត្រីចាម្សៅស៊ុបខ្នុរចាប៊ីចេងស្ករសប្រេងខ្យងអីហ្នឹងយើងដាក់ចូលអស់មកបងប្អូនចាហើយយើងឆាសាច់កែបហ្នឹងឲ្យវាចូលជាតិជាមួយនឹងគ្រឿងផ្សំដែលយើងបានដាក់ហ្នឹងណាហើយបន្ទាប់ពីខ្ញុំបានឆាសាច់កែបជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងរួចរាល់ហើយចាវាចូលជាតិគ្នាបានល្អហើយខ្ញុំដាក់ម្រះព្រៅចាម្រះព្រៅខ្ញុំដាក់ក្រោយគេចាយើងដាក់ម្រះព្រៅចូលមកហើយយើងឆាម្រះព្រៅមកត្រឡប់ពីត្រឡប់បងប្អូនចាហើយសម្រាប់ឆាក្តៅកង្កែបរបស់ខ្ញុំនេះគឺខ្ញុំអត់ប្រើសណ្តែកដីទេដោយសារខ្ញុំអត់ចូលចិត្តបងប្អូនចាឥឡូវឆាក្តៅកង្កែបរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនចាយើងអាចយកទៅញ៉ាំបានហើយចាហើយជាទីបញ្ចប់នេះសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាអរគុណជម្រាបលា